Some group of all such men of theatre, one of them showedចំណាប់អារម្មណ៍ទី2របស់ខ្ញុំចង់និយាយអំពីរឿងការពង្រីកគំនិតរបស់យើងតាមប្រព័ន្ធផ្សព្វផ្សាយបន្តិចក្នុងពេលថ្មីៗហ្នឹងមានជនជាតិថៃគេមកតាក់ទងជាមួយនឹងយើងដើម្បីជួលទូរទស្សន៍ឲ្យយើងបើតាណាជាយើងជួលគេ1ម៉ោងមួយខែតម្លៃប្រហែលជា$8,000ក៏ប៉ុន្តែបើស្នាជាយើងជួលគេ24ម៉ោងយកស្ថានីយ៍វិទ្យុនឹងផ្សាយផ្ដាច់យើងធ្វើកម្មវិធីពីយើងទៅកម្មវិធីអីក៏កម្មវិធីទៅតាមដែលយើងធ្វើហ្នឹងរួចហើយយើងផ្ញើកម្មវិធីរបស់យើងដែលធ្វើហើយហ្នឹងផ្ញើទៅឲ្យគេចាក់ផ្សាយពីថៃមកនៅស្រុកខ្មែរមើលតាម DTV អត់មើលតាមខ្សែការបានទេមើលតាម DTV អ្នកណាមើល DTV ទូទាំងប្រទេសគឺយើងអាចមើលកម្មវិធីរបស់យើងតាមប្រព័ន្ធ DTV នឹងបានបើមិនថាយើងជួល24ម៉ោងតម្លៃវាប្រហែលជា20,000ទុំ$24,000ប៉ុន្តែបើយើងជួល1ម៉ោង$8,000ប៉ុន្តែបើយើងយកដាច់24ម៉ោងវា24,000ប្រហែលជា$24,000ហើយទីយោដែលយើងត្រូវធ្វើដើម្បីផ្សាយសម្លេងរបស់យើងទៅកាន់ស្ថានីយ៍របស់គេនឹងអស់ប្រហែលជាប្រហែល50,000ហើយនឹងបុគ្គលិកគ្នាយើងនឹងខ្ញុំគិតថាប្រហែលជា10,000ជាងទៀតសម្រាប់គ្នាយើងអ្នកធ្វើការតម្លៃប៉ុណ្ណឹងសម្រាប់ការរកស៊ីណាបើការរកស៊ីហ្មងខ្ញុំថាមិនថ្លៃទេពីព្រោះថាពាណិជ្ជកម្មដែលយើងផ្សាយនៅក្នុងទូទួលវាថ្លៃហ៎បើទូទួលល្បី30វិនាទីហ្នឹងណាប្រហែលជិត$300ម្ដង30វិនាទីម្ដងបើថ្ងៃហ្នឹងយើងផ្សាយ3ដងក្នុងម៉ោងពិសេសរបស់គេប្រហែលជា900បើថាណាជាយើងបានពាណិជ្ជកម្មតែមួយក្នុងម៉ោងពិសេសហ្នឹងណាក្នុងមួយខែយើងរកបានជាង20,000ដែររួចខ្លួនដែរអញ្ចឹងបើថាណាជាយើងហ្នឹងមានអ្នកmarketing ដល់រក spot ហ្នឹងចំណាប់យើងអាចធ្វើការនេះនឹងបានឥឡូវនេះខ្ញុំកំពុងតែគិតគូរពីព្រោះមនុស្សខ្មែរល្ងងមនុស្សល្ងងឆាប់យល់កាលណាគាត់មើលតាមភ្នែកពិបាកបញ្យល់ណាស់តាមតិចតលតែមនុស្សស្លាប់បន្តិចបានស្ដាប់រឿងតាមតិចហើយយល់ចំណែកមនុស្សល្ងងគឺថាយើងបញ្យល់គាត់តាមភ្នែកបើថាចង់អប់រំគាត់ពីរឿងអីធ្វើជារឿងឲ្យគាត់មើលទៅគាត់អាចយល់បានមនុស្សល្ងងអញ្ចឹងមនុស្សខ្មែរសម្បូរមនុស្សល្ងងដល់ពេលអញ្ចឹងការពង្រីកគំនិតរបស់យើងគួរធ្វើតាមទូរទស្សន៍ហ្នឹងល្អខ្លាំងណាស់ប៉ុន្តែបញ្ហានៅត្រង់ថវិការបស់យើងក៏ប៉ុន្តែបើស្នេហ៍យើងនិយាយអំពីរឿងការជួយជាតិមួយខែអស់4-5,000ហើយជួយជាតិបានតិចបំផុតជនជាតិយើងមិនគួរធ្វើប្រមាណទេហើយបើស្នាជាយើងអាចរត់ក្នុងរយៈពេលត្រឹម3-4ខែ3-4ខែដំបូងដៃយើងភ័យខ្លាចយើងមិនអាចរកពាណិជ្ជកម្មបានប៉ុន្តែបើស្នាជាកម្មវិធីរបស់យើងធ្វើល្អយើងអាចរកពាណិជ្ជកម្មបានគឺថាយើងអាចទៅមុខដែរក្នុងរយៈពេលដំបូងហ្នឹងប្រហែលជាយើងត្រូវការខ្ទង់30,000ទៅ30,000ជាងវាគឺជាអំណាចមួយដែរកាលណាយើងគ្រប់គ្រងប្រព័ន្ធសារព័ត៌មានបានក្នុងប្រទេសហ្នឹងមនុស្សអាក្រក់ហ្នឹងពិបាកនឹងប្រព្រឹត្តអំពើអាក្រក់បន្តិចហើយពីព្រោះអីពីព្រោះយើងផ្សាយអំពីព័ត៌មានពិតដែលមនុស្សហ្នឹងបានធ្វើអំពើអាក្រក់មនុស្សធ្វើអំពើអាក្រក់ចូលចិត្តទីងឹតវាខ្លាចណាស់អាព័ត៌មានសកស្រាយទៅខាងក្រៅអញ្ចឹងការបង្ហាញព័ត៌មានតាមរយៈទូរទស្សន៍គឺជារឿងសំខាន់ណាស់ក្នុងស្ថានភាពជាក់ស្ដែងរបស់ប្រទេសយើងឥឡូវនេះខ្ញុំកំពុងតែគិតគូរសិនបែកគួរថាតើត្រូវប្រមូលលុយពីខាងណាដើម្បីដំណើរការជាពិសេសក្នុងរយៈពេល2-3ខែដំបូងយើងត្រូវការឲ្យមួយខែជា30,000យើងអាចដំណើរការទូរទស្សន៍របស់យើងបានណាខ្សែ HD វាគឺភ្លឺណាស់ច្បាស់ណាស់ផ្សាយមកពីប្រទេសថៃយើងផលិតកម្មវិធីរួចហើយយើងផ្ញើទៅឲ្យគេចាក់ពីថៃមកវិញ
nơi sọc khmai dương mình chẳng bách xong lại tận em cái thì lúc ấy dương chắc nơi cam thị rồi bao bật thai ấy nơi sọc khmai ao tạm biệt thạc DVD nè thạc đặt thạc DVD nè cứ thằng đây cái lại ná tôi dương ăn mưa bàn này lượt lên cho nên nông trong nông phính cứ cái tra xài cá vì tôi là tiên phong nắng trôn trong xài cá phần ta bên này chỉ phong dương là bảy xài cá là tinh nhiệt tập phong dương là bảy cứ xài cá là tinh nhỉ bắn tập phong dương ở toàn là bảy dương là sông đặt toàn ao lưới kỳ bắn bây dương là bảy kia mà sông dương rồi đặt xài cá vào một cái ao lưới dương cái ao lưới dương mình là tiền trong trường hợp nắng nhông tập phong tập kết cu sập ngày nắng khát tá dương tới vào môi lưới và mất không cần đặt cao tập bồn bà tamสมาชิกរបស់យើងដែលគ្រប់គ្រងសង្ឃដ្ឋានម្នាក់$1មួយខែយើងទៅយ៉ាងស្រួលក្នុងរយៈពេល2-3ខែដំបូងណាប្រហែលជា$30,000 ជាង$30,000ក្នុងមួយខែយើងក៏មានលុយសល់ពីយើងប្រមូលកាលពីបញ្ជូននោះណានៅក្នុងដៃរបស់យើងហើយប្រហែលជា$50,000កាលហ្នឹងយើងប្រមូលបានជិត$10,000ណាប៉ុន្តែអា$40,000ទៀតនោះគេអត់ទាន់ឲ្យយើងទេគេគ្រាន់តែប្រាប់យើងថាបើយើងចង់ប្រមូលថ្ងៃណាគឺយើងប្រមូលបានដែលយើងប្រមូលបានហ្នឹងវាជាង$50,000ទៅហើយអញ្ចឹងបើជាង$50,000ហ្នឹងយើងអាចធ្វើទីយកខ្លួនយើងបាននៅតម្លៃដំណើរការក្នុងមួយខែគេយក23,000ជាងហើយដំណើរការបុគ្គលិករបស់យើងប្រហែលជាជាង10,000ទៀតយើងអត់ប្រហែលជាស្ទង់30,000ជាងបន្តិចសម្រាប់សង្គ្រោះជាតិរបស់យើងតម្លៃប៉ុណ្ណឹងតិចណាបងប្អូនបើយើងបានទូទួមួយគណៈបកយើងបន្តទៀតបងប្អូនធំណាស់យើងទន្ទ្រាំស្រុកខ្មែរបានពីព្រោះអីព័ត៌មានគឺជាអំណាចចឹងបានខ្ញុំកំពុងតែគិតគូររឿងនឹងខ្លាំងណាស់ថាតើយើងប្រមូលលុយពីខាងណាបើសិនណាជាមានព័ត៌មានអីបន្តទៅទៀតខ្ញុំនឹងប្រាប់បងប្អូនយើងគួរតែសហការគ្នា$1ពីព្រោះគ្នាយើងបងគ្នាយើងឥឡូវច្រើនណាស់មិនមែនដូចមុនទេឥឡូវកាន់តែច្រើនទៅអញ្ចឹងគ្រាន់តែដើម្បីសង្គ្រោះជាតិរបស់យើងដើរទៅនិយាយនៅតាមភូមិឃុំថ្ងៃហ្នឹងមិនបាច់ធ្វើអីទេគ្រាន់តែផិតទឹកក៏អស់ដែរមួយថ្ងៃ$1នោះនេះមួយខែនោះ$ដល់ពេលយើងបានទូរទស្សន៍យើងមិនទៅពិបាកចុះទៅនិយាយព្រោះអ្នកភូមិគាត់ចូលចិត្តមើលទូរទស្សន៍ហើយទូរទស្សន៍ផ្សាយពីថៃមកកម្មវិធីភាសាខ្មែរទៀតខ្ញុំថាល្អមែនតើសម្រាប់សង្គ្រោះជាតិរបស់យើងបើមានព័ត៌មានអីទៀតខ្ញុំនឹងប្រាប់បងប្អូនបន្ត